ជំរាបសួរក៏ដូចជាស្ដីបងប្អូនអរគ្នាស្វាគមន៍មកកាន់ website Dara SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបទិញ view ទៅលើ post របស់ Facebook ហើយតកតងទៅនឹងការទិញ view ទៅលើ post Facebook គឺគ្មានអីពិបាកទេអ្នកទាំងគ្នាងាយគឺបានផលពិត 100% ហើយការទិញ view នឹងទៀតគឺបានទៅលើទាំងមិនថាទាំង profile page យើងធម្មតាឬក៏ page ក៏យើងអាចធ្វើការទិញបានដែរអ្នកទាំងគ្នាដោយគ្រាន់តែតម្រូវអ្នកទាំងគ្នាបើ public អីគេមកគឺយើងអាចធ្វើការបូកបានហើយឥឡូវនេះយើងចាប់ផ្ដើមធ្វើការបូកទាំងអស់គ្នាដើម្បីអាចធ្វើការបូកបានជាដំបូងគឺយើងចូលទៅ copy link របស់ video នឹងសិនមកហើយបន្តមកទៀតយើងរកពាក្យថា copy link អូខេឥឡូវខ្ញុំបានធ្វើការ copy link រួចរាល់ហើយអញ្ចឹងខ្ញុំសូមធ្វើការចូលទៅកាន់ website របស់យើងតែម្ដងគឺជា website Dara SMM ដោយជាដំបូងគឺបងប្អូនអរគ្នាចូលទៅតាម web browser ណាមួយមកដែលនៅលើទូរស័ព្ទរបស់បងប្អូនអរគ្នាដែលយើងអាចធ្វើការ open search ចូលទៅកាន់ website Dara SMM បានឥឡូវនេះខ្ញុំសូមធ្វើការចុចទៅលើ web browser Chrome ហើយបន្តមកទៀតយើង search website របស់យើងមកគឺជា website Dara SMM ហ្នឹងអ្នកនរគ្នាដែលយើង search ថា darasmm.com អ្នកនរគ្នានេះអ្នកនរគ្នាគឺជា website Dara SMM ដែលនៅខាងលើគេហ្នឹងឥឡូវខ្ញុំសូមធ្វើការចូលទៅលើវាតែម្ដងអូខេអ្នកនរគ្នាហើយនេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយចូលមកកាន់ website ខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីពុកម៉ែបងប្អូនគ្នាចូលទៅទស្សនាពីរបៀបដាក់លុយក៏ដូចជាពីរបៀប login ចូល website ជាដើមឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងចាប់ផ្ដើមធ្វើការបូសទៅលើ view Facebook ទាំងអស់គ្នាដែលជាដំបូងគឺយើងចុចទៅលើ shortcut របស់ Facebook មកដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ Facebook ទេហើយបន្តមកទៀតអ្នកនរគ្នា scroll ដល់ខាងក្រោមបន្តិចមកអ្នកនរគ្នាក៏លេខមើលកន្លែង category គឺជាប្រភេទរបស់វាអ្នកនរគ្នាដែលយើងចុចចូលលើនឹងមកដែលបងប្អូនអរគ្នានឹងឃើញមានច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook ហើយបងប្អូនអរគ្នាអាចរកមើលបានប្រភេទណាដែលបងប្អូនអរគ្នាមានតម្រូវការលើគឺបងប្អូនអរគ្នាអាចធ្វើការចុចជ្រើសរើសបាននៅក្នុងវីដេអូនេះយើងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបទិញ view ទៅលើ Facebook អញ្ចឹងយើងរកពាក្យថានេះអ្នកនរគ្នាFacebook video និង real view ហ្នឹងខ្ញុំសូមធ្វើការចុចចូលទៅលើនឹងតែម្ដងហើយបន្តមកទៀតមកកន្លែង service ហ្នឹងគឺជាសេវាកម្មរបស់វាអ្នកនរគ្នាដែលអ្នកនរគ្នាអាចរកមើលបានដែលមាន4ជម្រើសបងប្អូនអរគ្នាជ្រើសបងប្អូនអរគ្នាអាចអានមើលបានសេវាកម្មមួយណាដែលបងប្អូនអរគ្នាពេញចិត្តគឺបងប្អូនអរគ្នាអាចធ្វើការជ្រើសរើសទៅលើវាបានឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មណាមួយដើម្បីបង្ហាញបងប្អូនអរគ្នានេះខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមានលេខ ID ទី321 Facebook View Real និង Video All Link ណាំត្រប់ហ្នឹងគឺជាសេវាកម្មដែលយើងនៅពេលដែលយើងដាក់ view ចូលទៅគឺវាមិនធ្លាក់វិញទេអ្នកនរគ្នាហើយ live time ហ្នឹងគឺធានាឲ្យតែម្ដងអ្នកនរគ្នាសេវាកម្មមួយនេះហើយក្នុង 1k គឺយើងអាចដាក់វាបានចំនួនរហូតដល់ 100k អ្នកនរគ្នាគឺច្រើនមែនទែនហើយតម្លៃរបស់វា 1k គឺត្រឹមតែ 0.16 សេនទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវខ្ញុំសូមធ្វើការចុចជ្រើសរើសលើសេវាកម្មមួយនេះតែម្ដងហើយបន្តមកទៀតកន្លែង link នេះគឺជា link video របស់ Facebook អ្នកនរគ្នាដោយខ្ញុំបានធ្វើការ copy link ពីខាងដើម video រួចហើយអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងឥឡូវខ្ញុំបានធ្វើការផា link ចូលរួចរាល់ហើយបន្តមកទៀតអ្នកនរគ្នាក៏លេខមកមើលកន្លែង quantity ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើការទិញដាក់អ្នកនរគ្នាដែលគេនិយាយថា minimum ពីចំនួន100រហូតដល់50លានអ្នកនរគ្នាគឺច្រើនមែនទែនចន្លោះហ្នឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនទាំងអស់គ្នាដាក់ចំនួនប៉ុណ្ណឹងទៅតែក្នុងថ្ងៃនេះខ្ញុំសូមធ្វើការដាក់ចំនួនតែ1000ទេហើយ1000គឺយើងអស់លុយត្រឹមតែ 0.16 សេនទេអ្នកនរគ្នាតម្លៃគឺវាធូរថ្លៃទេអ្នកនរគ្នាធូរថ្លៃមែនទែនហើយសម្រាប់កន្លែង quantity នេះមួយទៀតខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបន្តិចនៅពេលដែលអ្នកនរគ្នាដាក់អ្នកនរគ្នាគួរតែដាក់វាជាចំនួនគត់ដូចខ្ញុំអញ្ចឹងដាក់ដូចជា100 200 300 400 500ឬក៏1000 2000អញ្ចឹងទៅបងប្អូនអរគ្នាឥឡូវនេះបន្ទាប់ពីយើងបានធ្វើការបំពេញ color រួចរាល់ហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដែលជាប៊ូតុងដែលយើងធ្វើការបញ្ជាទិញអូខេអ្នកនរគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យវានឹងចេញទម្រង់បែបនេះហើយនេះគឺជាវិក័យប័ណ្ណដែលគេផ្ដល់ឲ្យយើងនៅពេលដែលយើងបានធ្វើការបញ្ជាទិញជោគជ័យដើម្បីឲ្យយើងពិនិត្យមើលដូចជាលេខ ID service
link អីចឹងទៅបងប្អូនអរគ្នាហើយសម្រាប់បងប្អូនណាដែលចង់តាមដានសេវាកម្មដែលយើងបានធ្វើការបញ្ជាទិញជោគជ័យគឺបងប្អូនអរគ្នាអាចចុចនៅខាងក្រោមនេះបាននេះកន្លែងរូបកាបូបលុយហ្នឹងអ្នកនរគ្នាយើងចុចលើវាហ្នឹងទៅដែលមានដែលគេសរសេរថា order ហ្នឹងនេះអ្នកនរគ្នាគឺជាសេវាកម្មដែលខ្ញុំបានធ្វើការបញ្ជាទិញមិញហ្នឹងគឺវានៅត្រង់ចំណុចនេះដែលអ្នកនរគ្នាអាចមើលបានហើយអាចមើលផ្ទៀងផ្ទាត់វាតាមតំណែងបានអ្នកនរគ្នាអូខេអ្នកនរគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសារឡើងវិញបានអ្នកនរគ្នាព្រោះខ្ញុំធ្វើមួយងាយទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ